ខ្ញុំតែងតែបដិសេធនៅពេលដែលគេសរសើរខ្ញុំថាខ្ញុំរឹងមាំពីព្រោះនេះជាជ្រុងម្ខាងទៀតនៃខ្ញុំដែលគ្មានអ្នកណាដឹងគ្រាន់តែមើលក៏ដឹងថាវីដេអូនេះជាវីដេអូ sponsor ដែរប៉ុន្តែចំណុចមួយដែលអត់ដូចវីដេអូ sponsor រាល់ដងដែលខ្ញុំធ្លាប់ធ្វើគឺវីដេអូលើកនេះខ្ញុំថតទាំងខ្ញុំកំពុង break down ពេលខ្លះខ្ញុំពិតជា appreciate ណាស់ពេលដែលគេសរសើរខ្ញុំថាខ្ញុំរឹងមាំប៉ុន្តែស្របពេលនោះក៏ខ្ញុំបែរជាមានអារម្មណ៍មួយថាអត់សូវហ៊ានទទួលយកពាក្យសម្ដីដែលគេសរសើរនឹងទេពីព្រោះរូបភាពមួយនៅពេលដែលខ្ញុំ feeling so lost ឬក៏ getting burn out គឺបែបនេះឯងហើយបើសួរខ្ញុំថាអត់ខ្មាស់គេទេថតវីដេអូបដាយំបដាអញ្ចឹងចម្លើយគឺខ្មាស់តិចតួចដែរហ្នឹងណាប៉ុន្តែខ្ញុំនៅតែចង់ចែករំលែកអ្វីដែលជាខ្ញុំទៅឲ្យបងប្អូនបានដឹងបានឃើញហើយជាក់ស្ដែងអ្វីដែលខ្ញុំកំពុងធ្វើក្នុងវីដេអូនេះគឺជាទំនួលខុសត្រូវមួយរបស់ខ្ញុំអញ្ចឹងទោះបីជាខ្ញុំកំពុងមានអារម្មណ៍ថា burn out ក៏ខ្ញុំត្រូវតែ go through situation មួយនឹងឲ្យបានពីព្រោះថាបើសិនជាខ្ញុំអត់ធ្វើអត់ជួយខ្លួនឯងទេអត់មានអ្នកណាមកជួយខ្ញុំបានឬក៏ធ្វើជំនួសខ្ញុំបានទេចំពោះខ្ញុំក្នុងស្ថានភាពមួយដែលកំពុងតែ break down បែបនេះគឺខ្ញុំឲ្យខ្លួនឯងយំឲ្យអស់អត់សប្បាយចិត្ត stress និងអារម្មណ៍ដែលអត់ល្អទាំងប៉ុន្មានគឺខ្ញុំឲ្យវាមកតាមទឹកភ្នែកនឹងឲ្យអស់ហើយបើសិនជាមានគេមើលមកខ្ញុំថាខ្ញុំទន់ខ្សោយម៉េះវិកម៉េះខ្ញុំនឹងអត់តូចចិត្តនឹងគេទេពីព្រោះខ្ញុំរៀនទទួលយកនិងទទួលស្គាល់ការពិតថាមនុស្សយើងម្នាក់អត់មានអ្នកណាគេកើតមកសប្បាយគ្រប់តែពេលទេគ្រាន់តែគេច្រោះរើសថាចង់បង្ហាញឬក៏មិនចង់បង្ហាញទៅឲ្យអ្នកដទៃបានឃើញតែប៉ុណ្្នឹងឯងហើយ back មកវីដេអូថ្ងៃនេះវិញនិយាយតាមត្រង់ខ្ញុំមាន content សម្រាប់ថតវីដេអូនេះហើយប៉ុន្តែខ្ញុំបែរជាមក end up ថតវីដេអូនេះទាំងយំទៅវិញហើយបើសួរខ្ញុំថាខ្ញុំ expect ថាវីដេអូនេះនឹងចេញបានជាវីដេអូមួយអញ្ចឹងអត់គឺអត់ទេការពិតដំបូងឡើយខ្ញុំចង់ឲ្យខ្លួនឯងសម្រាកបន្តិចសិនតែហើយចាំចាប់ផ្ដើមថត follow ទៅតាម content ដែលខ្ញុំបានមានរួចជាស្រេចជ័យប៉ុន្តែពេលនឹងអារម្មណ៍ខ្ញុំវាពិតជាអត់ទាន់ស្ងប់មកវិញបានមែនហើយទឹកភ្នែកក៏វាចេះតែហូរមករហូតទៀតខ្ញុំក៏សម្រេចចិត្តថា let's just go with the flow and let me just be myself and here I am ថតចប់មកវីដេអូនឹងមួយគឺបានស្អាតតែម្ដងហើយដូចខ្ញុំនិយាយអញ្ចឹងថាវីដេអូនេះជាវីដេអូ sponsor អញ្ចឹង product part គឺត្រូវតែមាន skin care mask នេះមុនចាប់ផ្ដើមថតខ្ញុំបានសាកប្រើរួចជ័យគឺមកពី brand Sungbun Editor ដំបូងគេនេះគឺជា Sungbun Editor Green Tomato Deep Pore Cleansing Ultra Whipping Foam ជា foam លាងមុខដែលចម្រាញ់ពីប៉េងប៉ោះបៃតងជួយទៅសម្អាតស្បែកមុខបានយ៉ាងជ្រៅហើយខ្ញុំ recommend សម្រាប់បងប្អូនដែលមានស្បែកមុខខ្លាញ់ថែមទាំងយកសារធាតុកខ្វក់ចេញបន្តឹងរន្ធញើសជួយទ្រទ្រង់ស្បែកឲ្យមានសុខភាពល្អមុខភ្លឺស្រស់ថ្លានិងក្មេងជាងវ័យចំណែកមួយនេះវិញគឺជា Sungbun Editor Green Tomato NMN Pore Peeling Pad ជាសម្លៃជូតមុខដែលជួយកាត់បន្ថយជាតិខ្លាញ់នៅលើមុខផ្ដល់សំណើមបានល្អធ្វើឲ្យស្បែកស្រស់ថ្លានិងមានសភាពរលោងចំណុចពិសេសមួយទៀតវាថែមទាំងអាចជួយសម្រួលស្បែកដែលមានស្នាមខ្មៅឬចំណុចមិនស្មើធ្វើឲ្យស្បែកត្រឡប់មកជាសស្មើគ្នាវិញព្រមទាំងកាត់បន្ថយភាពជ្រីវជ្រួញតូចៗផងដែរប៉ុន្តែសម្លៃជូតមុខនេះខ្ញុំអត់ recommend ឲ្យបងប្អូនប្រើរាល់ថ្ងៃទេប្រើតែ2ទៅ3ដងក្នុងមួយសប្តាហ៍គឺល្អនិងចុងក្រោយគេនេះគឺជា Sungbun Editor Green Tomato Pore Lifting Ampoule ជាសេរ៉ូមដែលមានគ្រឿងផ្សំពិសេសមកពីប៉េងប៉ោះពណ៌បៃតងដែលជួយទៅលើបញ្ហារន្ធញើសធំឬក៏បងប្អូនដែលមានបញ្ហាស្បែកជ្រីវជ្រួញមិនតឹងណែនគឺអាចសាកប្រើមួយនេះបានហើយចំពោះអ្នកដែលមានមុខរោលងាយប្រតិកម្មក៏អាចប្រើមួយនេះបានដែរអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំចង់អរគុណបងប្អូនដែលបានចូលរួមស្ដាប់រឿងរ៉ាវក្នុងចិត្តរបស់ខ្ញុំថ្ងៃហ្នឹងនិងមួយទៀតចង់ផ្ដាំបងប្អូនបន្តិចថាបើសិនជាអត់សប្បាយចិត្តបងប្អូនអាចសម្រាកបានណាប៉ុន្តែកុំភ្លេច take care your skin take care your face ងូតទឹកលាប skin care មុនពេលចូលគេងផងអរគុណបងប្អូនជម្រាបលាបាយបាយ